បាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកទេសនាពីថ្នាក់រៀនហែទឹកនៅសាលាបង្រៀនហែទឹក1ម៉ែត្ររបស់ពួកយើងវគ្គថ្ងៃសៅរ៍អាទិត្យនៅខាងសាខាសន្តិសុខវិញម្ដងបាទសឹងតែរៀងរាល់សប្ដាហ៍ទៅហើយឲ្យទៅដល់ថ្ងៃចុងសប្ដាហ៍គឺអាងទឹករបស់ពួកយើងគឺមានសភាពរវល់ខ្លាំងមែនតើបងប្អូនដោយសារយើងមានបងប្អូនទស្សនិកសិស្សច្រើនដែលគាត់អញ្ជើញមករៀនបាទអ្នកខ្លះក៏គាត់មកត្អែងអ្នកខ្លះក៏គាត់មកជាលក្ខណៈគ្រួសារអញ្ចឹងទៅមានជាប៉ាជាម៉ាក់ជាកូនអីចឹងទៅអ្នកខ្លះក៏បងប្អូនមិត្តភក្តិក្រុមគ្រួសារផ្សេងៗបាទគឺអញ្ជើញមករៀនជុំគ្នាមើលទៅគឺសប្បាយរីករាយក៏ដូចជាបង្កើនភាពស្និទ្ធស្នាលខ្លាំងមែនតើហើយសង្កេតឃើញមានបងប្អូនមួយចំនួនក៏គាត់នៅអត់ទាន់ដឹងថាខាងសាលាបង្រៀនទឹក1ម៉ែត្ររបស់ពួកយើងនេះគឺបរិញ្ញាមនុស្សសឹងតែគ្រប់វ័យទាំងអស់តែម្ដងបងប្អូនដោយសារតែពួកគាត់ឃើញពួកយើងធ្វើវីដេអូក៏ដូចជាបង្ហោះរូបភាពគឺឃើញតែបងប្អូនក្មេងៗតូចៗអញ្ចឹងណាគាត់អត់ដឹងថាពួកយើងនេះក៏បរិញ្ញាមនុស្សធំដូចគ្នាបាទនិយាយទៅចាប់ពីទីរស់អាយុ6ខែឡើងទៅរហូតដល់មនុស្សចាស់70ឆ្នាំបាទបងប្អូនគឺសឹងតែគ្រប់វ័យទាំងអស់គឺយើងទទួលបង្រៀនបានទាំងអស់តែម្ដងបងប្អូនបាទហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានពេលទំនេរចន្លោះថ្ងៃសៅរ៍អាទិត្យបាទមិនដឹងថាគួរជ្រើសរើសលេងកីឡាអ្វីបងប្អូនទាំងអស់គ្នាអាចធ្វើការជ្រើសរៀនជាមួយនឹងកីឡាហែលទឹកបាទជាមួយនឹងសាលាបង្រៀនហែលទឹក1ម៉ែត្ររបស់ពួកយើងនៅចាំអីទៀតបបួលមិត្តភ័ក្តិបបួលមនុស្សជាទីស្រឡាញ់របស់យើងមកធ្វើការរៀនហែលទឹកដើម្បីរឹតបន្តឹងនៅចំណងមិត្តភាពភាពស្និទ្ធស្នាលដើម្បីទទួលបាននូវសុខភាពល្អក៏ដូចជាជំនាញហែលទឹកពេញមួយជីវិត